ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកស្រី Rosie Winterton រដ្ឋមន្ត្រីអង់គ្លេសទទួលបន្ទុកកិច្ចការ Indo-Pacific មកកាន់ប្រទេសកម្ពុជាលោកស្រី Rosie នឹងធ្វើដំណើរទៅកាន់ខេត្តឧត្តរមានជ័យដើម្បីពិនិត្យមើលរបៀបដែលការគាំទ្ររបស់អង់គ្លេសកំពុងជួយកុមារដែលផ្លាស់ទីលំនៅដោយចំនួនព្រំដែនរវាងកម្ពុជាថៃឲ្យបន្តការសិក្សានិងកសាងជីវិតរបស់ពួកគេឡើងវិញនេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអង់គ្លេសប្រចាំកម្ពុជាដំណើរទស្សនកិច្ចនេះនឹងផ្ដោតសំខាន់លើការគាំទ្រយ៉ាងរឹងមាំនិងមិនប្រែប្រួលរបស់ចក្រភពអង់គ្លេសសម្រាប់សន្តិភាពប្រកបដោយចីរភាពរួមទាំងការអនុវត្តពេញលេញនៃបទឈប់បាញ់កាលពីខែធ្នូឆ្នាំ2025រវាងកម្ពុជាថៃលោកស្រីរដ្ឋមន្ត្រីក៏គ្រងនឹងពិភាក្សាជាមួយរដ្ឋាភិបាលកម្ពុជាស្តីពីពាណិជ្ជកម្មនិងវិនិយោគការអភិវឌ្ឍនិងសិទ្ធិមនុស្សផងដែរក្នុងសេចក្តីថ្លែងការណ៍លោកស្រី Rosie Winterton មានប្រសាសន៍ថានៅក្នុងដំណើរទស្សនកិច្ចផ្លូវការនៅបរទេសលើកដំបូងរបស់ខ្ញុំក្នុងនាមជារដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការ Indo-Pacific ខ្ញុំនឹងឃើញដោយផ្ទាល់ពីរបៀបដែលការគាំទ្ររបស់ចក្រភពអង់គ្លេសកំពុងជួយដល់សហគមន៍នានាក្នុងការស្ដារឡើងវិញពីចំនួននិងការបោសសម្អាតគ្រាប់មីនដែលកំពុងគំរាមកំហែងដល់ជីវិតនិងជីវភាពរស់នៅចក្រភពអង់គ្លេសបដិញ្ញាចិត្តចំពោះស្ថិរភាពនិងការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជាព្រមទាំងធ្វើការរួមគ្នាដើម្បីតំបន់មួយដែលមានសន្តិភាពនិងសេចក្តីរុងរឿងនៅរាជធានីភ្នំពេញលោកស្រីរដ្ឋមន្ត្រីត្រូវបានរំពឹងថានឹងជួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតដែលនៅក្នុងជំនួបនោះភាគីទាំងពីរនឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងចក្រភពអង់គ្លេសនិងកម្ពុជាព្រមទាំងអធិភាពរួមសម្រាប់ថ្ងៃអនាគតលោកស្រីរដ្ឋមន្ត្រីនឹងបើកផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យអប់រំដោយចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នាដែលនឹងពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នលើកកម្ពស់ការផ្លាស់ប្តូរចំណេះដឹងនិងគាំទ្រដល់ការអភិវឌ្ឍជំនាញដែលចាំបាច់សម្រាប់ការលូតលាស់នាពេលអនាគតរបស់កម្ពុជា